Ha 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 ha. Ha 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 ha. I believe I can fly. I believe I can touch the sky. ស្រមៃធ្វើឲ្យអ្នកមានក្តីសុខ នេះគឺជាផ្ទះរបស់វាងមីងមានរឿយកើតឡើងទៅហេតុអីក៏ខ្ញុំរមាស់ខ្លាំងម្ល៉េះរមាស់ចង់ស្លាប់ហើយអូយរមាស់ណាហ៎វាមិនអាចទៅរួចទេខ្ញុំមិនចង់ស្លាប់ទេខ្ញុំមិនទាន់ត្រៀមខ្លួនសម្រាប់នឹងស្លាប់ទេវាចប់ហើយយើងប្រកាសជាចប់ហើយយើងប្រកាសជាស្លាប់ទាំងអស់គ្នា អូនស្រីដូនមួយអូនស្រីសុំបកទាំងយីម្ដងទៀតទៅបើហ្វិនជាមិនអញ្ចឹងទេពួកយើង3នាក់ប្រកាសជាស្លាប់មិនខានទេខ្ញុំមិនអាចធ្វើរឿងនេះបានទេបងធ្វើដោយខ្លួនឯងទៅសំណាងល្អណាស់ 2-3 ថ្ងៃកន្លងផុតទៅបន្ទាប់ពីប្រហែលថ្ងៃមកនេះដូចជាគ្មានព័ត៌មានឬក៏ព្រឹត្តិការណ៍អីប្លែកសោះតើគេមានកម្រងធ្វើអីបន្តទៀតនោះទាំងអស់គ្នាសូមសហការជាមួយនឹងខ្ញុំឲ្យបានល្អដរាបណាយើងធ្វើការជាមួយនឹងគ្នាទាំងអស់គ្នាយើងទាំងអស់គ្នានឹងអាចនៅរស់គ្រាប់កំភ្លើងដែលយើងមានគឺចិត្តអស់ហើយអាហារទាំងប្រមាណដែលយើងញ៉ាំរយៈពេលប្រមាណថ្ងៃនេះក៏ហ្វឹងតែអស់ទៅហើយដែរយើងត្រូវប្រយ័ត្នអ្នកខាងក្រៅហើយនឹងត្រូវឃ្លាំមើលរកជនក្បត់ក្នុងចំណោមពួកយើងអ្វីដែលត្រូវប្រញាប់បំផុតនោះគឺចាប់ស្រាំងយីអាចចង្រៃនោះឲ្យបានលឿនបំផុតចិនស្រាំងឯងពិតជាមនុស្សថោកទាបមែនហ៊ានយកកំភ្លើងមកគំរាមមនុស្សមួយក្រុមដើម្បីឲ្យធ្វើតាមឯងវិញយ៉ាងម៉េចហើយតើនៅទីនោះមានរឿងអីកើតឡើងខ្ញុំហើយនៅក្នុងរបស់ពួកគេគឺឈួតហើយពួកគេគឺអមហោអាហារហើយពួកគេចាប់ផ្ដើមដើរប្រមូលថាសពរបស់មនុស្សទៅតាមអាហារមិនយកមកធ្វើជាម្ហូបហើយពួកគេក៏ធ្វើការប្លន់ផ្ទះអ្នកដែលទុនខ្សោយផងដែរខ្ញុំមិនបានញ៉ាំអាហារសូម្បីតែមួយម៉ាត់ក្នុងរយៈពេល2ថ្ងៃមកនេះខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាស្ដាយខ្លួនខ្លាំងណាស់ខ្ញុំលោកមិនជួយខ្ញុំទេដុកទ័រជើនាងពិតជាមានប្រយោជន៍ណាស់វាមិនងាយស្រួលទេក្នុងការស្វែងរកដុកទ័រដែលពូកែដូចជានាងនៅក្នុងសម័យកាលនេះខ្ញុំមិនអាចឲ្យនាងស្លាប់បានទេក្នុងរយៈពេលប្រហែលថ្ងៃនេះខ្ញុំក៏ធុញទ្រាន់ដែរឥឡូវនេះខ្ញុំបានផ្ដល់ឱកាសមួយឲ្យនាងត្រូវតែធ្វើតាមខ្ញុំនាងរកឱកាសណាមួយត្រូវចាប់ឈិនស្រាំងហៅឲ្យខ្ញុំបន្ទាប់មកទៀតនាងគឺអាចចូលមករស់នៅជាមួយនឹងខ្ញុំបានហើយនាងជួយខ្ញុំតែរឿងមួយនេះទេបន្ទាប់ពីនាងធ្វើបានសម្រេចហើយខ្ញុំធានាថានាងនឹងអាចចូលមករស់នៅជាមួយខ្ញុំបានយ៉ាងមានក្តីសុខបំផុតសៅញីឆាប់ចេញមករាល់ថ្ងៃឯងលាក់ខ្លួនទៅនៅក្នុងផ្ទះអាមនុស្សចង្រៃអាមនុស្សអត់ប្រយោជន៍អាមនុស្សកាកសំណល់សៅពេងតើរសជាតិនៃការឆ្លងរោគមានអារម្មណ៍យ៉ាងម៉េចដែរតើសប្បាយមុខរបួសរបស់ឯងជម្រៅយ៉ាងតិចក៏10សង់ទីម៉ែត្រដែរទេតំណោះដែលចេញអំពីរួចច្រេះរបស់ខ្ញុំទៅក្នុងរបួសរបស់ឯងប្រហែលជាមានអារម្មណ៍ដូចជាសត្វក្អែបកំពុងតែស៊ីសាកសពរលួយអញ្ចឹងតើមានអារម្មណ៍ថាជក់ចិត្តទេហ្វេតនហភាពខាងក្រៅវាត្រជាក់ខ្លាំងណាស់ក៏ប៉ុន្តែមុខរបួសរបស់ឯងគឺមានអារម្មណ៍ថាក្តៅមែនហើយនៅពេលដែលក្តៅគឺមានន័យថាបាក់តេរីវាកំពុងតែនៅក្នុងមុខរបួសរបស់ឯងហើយវាកំពុងតែបន្តស៊ីសាច់របស់ឯងម្ដងបន្តិចទីបំផុតណាវានឹងរាលដាលជុំវិញខ្លួនរបស់ឯងទាំងអស់ដោយសារវាហូរតាមប្រព័ន្ធឈាមរបស់ឯងហ្នឹងណាស្រាំងយីអញនឹងសម្លាប់ឯងនិយាយអញ្ចឹងមុននឹងក្រោយឯងនឹងឆ្លងរោគស្លាប់អីអញ្ចឹងការឆ្លងរោគនេះក៏ជាជំនួយដល់ឯងម្យ៉ាងដែរឯងគិតមើលហេតុអីក៏ឯងមិនចាប់ឱកាសមួយនេះទៅធ្វើរឿងដែលឯងចង់ធ្វើតែមិនហ៊ានធ្វើជាលើកចុងក្រោយនៃដង្ហើមរបស់ជីវិតឯងទៅមើលនេះឯងពិតជានិយាយត្រូវណាខ្ញុំនឹងស្លាប់ក្នុងពេលឆាប់នេះហើយអញ្ចឹងតើខ្ញុំមានអីតែគួរឲ្យខ្លាចទៀតយូឈីងសៅពេងតើលោកកំពុងតែធ្វើអីណាយូឈីងតើអូនព្រមរៀបការជាមួយបងទេអូយ៉ាទេ
nhưng mình không ấy ta là đôi ba đầu chặt cái ngày xưa thì đi đi ăn ngại chết pha ấy nhưng mà hãy ta đôi nơi thì muốn nó phải đi á ngại cái tha ngại trên nhà hàng kia ngại mình không bay được thôi chỉ cao và thua bạc không không Tê, tê, vì mà chỉ khác bất tê. Tê, niếng bất chỉ phản nhóm chết phá ấy. Ta dương, ta than là rụi thằng ốc kia. Dương bà con chỉ rùn nơi chỉ mỗi kia, chỉ riêng rồi hốt. ê ta lại khai việc nhóm à ai có gì phải ra nói của bơm kia Niếng hiến thảo cái nhóm, niếng khăn phải ôi không? Niếng, cứ chỉ đã bằng không khi nhóm ôi phơ lên thằng ốc đi. Vì phải ta chỉ cầm hô là bóng niếng thằng ốc đó. Niếng cứ chỉ mở đầu tay mà nè, đặt mê bà giáo. Hỏi, niếng hiến phải đây là nhóm không á? Niếng còn phơ luôn, phần khâm, được của nó tay bằng nó. Cả bật á, niếng còn phải chỉ cả phòng nó. chỉ miếng cứ khai thằng nào tao nói nhóm thở tay và thôi hơi nhóm thở tay thua ta phải nhi và phân trực nhóm mà thua ta tê tê ta tê nam mũi nhóm nó thở phạt không ai để bật buộc ai cho ra cho nó đi nhóm nó chui khó thôi mà không haខ្ញុំដឹងនាងគាត់ជាទ្រាំមិនបានទេ nhóm nó chẳng phạt thế nhóm chẳng nên đua ល្អហើយទៅជួយគេទៅ và hai lần chơi phô đó nhóm tụng là tình đi chui buộc vì ở nhóm phong chui mơ ở nhóm phong thở của các ha thơ mất cầm ơn lương ở lót á tất nhiên là ôm lên ok mình phải đạt được phúc làm sao để lấy vì nó phải chịu ta một không haiខ្ញុំពិតជាមិនដែលប្រម៉ាយថាដុកទ័រជើខ្លាចជាម្នាក់នៃចំណោមពួកយើងទេ ខ្ញុំនឹងទៅឲ្យញ៉ាំវិញហើយ ถ้าเราเดินหาวนี่ใหญ่เถอะก็มันตายตัวจะใส่สะอาดอย่างนั้นก็ได้เลี้ยงน่าจะเคลียน ខ្ញុំបានណាឆ្នាំមួយទីចិត្តខ្លាំងដល់ទៅហើយគ្រាន់តែឆ្នាំមួយទីមកព្រោះគឺអាចធ្វើឲ្យមនុស្សម្នាក់គឺប្រហែលជាកន្លះម៉ោងឯណាអ្វីដែលខ្ញុំត្រូវធ្វើបន្តទៀតគឺមានតែរងចាំប៉ុណ្ណោះសង្ឃឹមថាពួកគេមិនបានចាប់អារម្មណ៍ដឹងថាខ្ញុំបានដាក់ឆ្នាំមួយទីនៅក្នុងសុខទេចា៎ ប្រាเดินหาวตาកំពុងតែធ្វើអីហ្នឹង វាមិនសមហេតុផលសោះទៅពេលដែលយើងញ៉ាំឆ្អែតហើយនំផុសឆ្អែតហេតុអីក៏យើង ឆ្នាំគឺមានប្រសិទ្ធភាពហើយតើខ្ញុំបានដាក់ឆ្នាំមួយគេឲ្យពួកគេគេលក់មួយបន្ទូធំឥឡូវពួកគេបានគេលក់អស់ហើយតើលោកចង់ឲ្យខ្ញុំធ្វើអ្វីបន្តទៀត យកខ្សែចងពួកគេដាក់នៅរានហាលខាងក្រៅ ហើយពួកនេះពិតជាធ្ងន់ណាស់ហើយ ពិតជាល្អមែនតើឈិនស្រាំងហៅហើយនឹងបាក់ពួករបស់គេគឺមកទីនេះអស់ហើយ តើលោកនឹងសម្រាប់ពួកគេមែនទេ ខ្ញុំមិនសម្លាប់គេទេក៏ប៉ុន្តែគឺជានាងយកកំភ្លើងចេញពីឈិនស្រាំងហៅបន្ទាប់មកទៀតយកខ្សែចងពួកគេជាមួយនឹងប្រកាន់ដៃខាងក្រោមនេះទៅ លោកដូចជាប្រុងប្រយ័ត្នពេកហើយ តើនាងមិនព្រមជួយខ្ញុំទេអីវាពិតជាការល្អខ្លាំងណាស់ដែលយើងចេះប្រុងប្រយ័ត្នដើម្បីជៀសវាងពីគ្រោះថ្នាក់ ចូលមកចូលណា យកកំភ្លើងចេញមកបន្ទាប់មកទៀតដកគ្រាប់ចេញហើយគប់វាមកឲ្យខ្ញុំនិងដើរថយក្រោយ តើឲ្យខ្ញុំជឿទៅលើលោកហើយតើចូលបើសិនជាលោកបានប្រាប់ខ្ញុំនៅពេលក្រោយ នាងណាគ្មានជំរឿអីក្រៅពីជឿជាក់មកលើខ្ញុំទេត្រឹមត្រូវហើយកំភ្លើងនេះហើយខ្ញុំបានមើលតាមកាមេរ៉ារបស់ខ្ញុំរហូតឈិនស្រាំងហៅពិតជាប្រើកំភ្លើងមួយនេះមែន តើគេនឹងធ្វើអ្វីទៀតណា ធ្វើឲ្យពួកគេខកទាំងរស់អើយវាពិតជាប្រៃផ្សាយខ្លាំងណាស់ក៏ប៉ុន្តែវាពិតជាធានាសុវត្ថិភាពមែន អើ អូយតិចណាខ្ញុំក៏ដល់ស្លាប់แล้วអើយ តែណាគេអ្នកធ្វើវាតើទឹកត្រជាក់នេះមកពីណា តើមានរឿងអីកើតឡើងខ្ញុំមិញបានត្រូវទៅណាំមែនហ៎ហ្វាំងយី ឯង
có rương cục con này ai lớn đọc về ai như vậy tha hai cái cắn anh là rũ ơi what hả tôi nghĩ hả ok ơi thế nhà được học nia nó flap không phê chạp chạp nữa ấy đã tập chờn phê ngon tập xẹt khi tập vào nhóm ấy ốp ốp hạt tơ niếng ban phải lỏng cho bay ai lời ní nhưng ai bóc theo là bóc nhóm ban ok nhóm đang ta tin đâu ai lên đi nhóm ta đang lúc tiếp theo bằng lúc hai mưa tới niếng bạn vô là bỏ để mình cua thằng mau thế vật chỉ lộ men niếng ai cho một non ba này lời đi vì tôi chỉ các bạn men nhóm hai mươi lần các bạn đẹp đi nhiều mà hai một tờ chơi niếng và hai chiếc lịch rương đại phòng khăn môi hơn một tờ niếng cứ thử thua với môi làm vậy bị chẹt tha niếng cứ nên của thằng làm lập nhau thế chẳng ta lúc chơi trong thứ ấy ta còn là chỉ rương thong mà đa thế niếng còn là phải chẹt hẹp nhau tha niếng mình ban lẹo một ấy làm vậy thứ ba nhau tại phần nắng cứ không có niếng ban phần bài chẹt tha mình trao khang nhau ta hai chẳng làm vậy chiều viên cru thằng nâng phiền mang rong là bao niếng cứ thở phải chẹt nhau ai lớn không còn hai nữa ôi lo khăn mà ở vậy là niếng ban và hai mặc nhóm bất chỉ perfect time mà đâu ngay cả sai niếng cô để từng với tất cả đai phân tử niếng ban thưa cam bị bạc của mà ngay hai màu ní ní cứ chỉ có tục tập chắp chỗ tử nhóm ban đầu khả chốt ở niếng hoi ấy nhưng cứ tha nó thở chua được bao niếng có một tái lơ phân tử và phân chia mình trời tế nhóm nâng rau khả trên tiền ở niếng ní cứ dịch tham đó giờ về tục phân nhóm bạn người ta rồi hai ở con xâm đạp rồi rồi mà nó biết tôi chỉ thấy chua được một nhóm ta mà đâu mà nay mau hai coi nhà tin đi tới niếng thật để chăm tha nhóm ao niếng phân nặng nơi tin đi đời pha tài niếng niên phạt một khăn sำหรับnhom hai ní cứ chỉ ca chia ba đo bị phátสำหรับniếngដូច្នេះនាងត្រូវតែស្ដាប់បញ្ជាតាមខ្ញុំហើយបើហ្វិនជាខ្ញុំរកឃើញថានាងមានគំនុំឬក៏ចង់ធ្វើបាបខ្ញុំនឹងសម្លាប់នាងដោយគ្មានធម្មតាទេ tôi rồi mà đẹp nhé tôi chỉ chia với chạc lên នាងគឺស្នាក់នៅក្នុងបន្ទប់ទទួលភ្ញៀវនោះចុះហើយនៅក្នុងផ្ទះរបស់ខ្ញុំនាងត្រូវចាំថាគឺមានកាមេរ៉ាសុវត្ថិភាពទាំងអស់បន្ទប់មួយនោះហើយនឹងទ្វារធំគឺត្រូវតែមានការអនុញ្ញាតពីខ្ញុំទើបអាចចេញចូលបានហើយបើហ្វិនជានាងមិនហ្វុកចិត្តទេនាងអាចចាក់ចេញពីផ្ទះខ្ញុំឥឡូវនេះបាន nhóm nó snap ta đâu នេះគឺជាជំរឿនដ៏ឆ្លាតវៃនាងត្រូវដឹងថានៅខាងក្រៅមានរឿងអីកើតឡើងអញ្ចឹងអ្វីគ្រប់យ៉ាងនាងត្រូវពឹងផ្អែកមកលើខ្ញុំសង្ឃឹមថានាងមិនធ្វើឲ្យខ្ញុំអស់សង្ឃឹមទេឥឡូវនេះខ្ញុំនឹងប្រាប់អាតកំបាំងរបស់ខ្ញុំមួយទៅឲ្យនាងត្រូវស្ដាប់ដោយយកចិត្តទុកដាក់ ai không bán lúc các bạn không bán bao lâu mà không bán thế នាងត្រូវតែថែរក្សាអាតកំបាំងមួយនេះឲ្យខ្ញុំផងពីព្រោះការថែរក្សាអាតកំបាំងមួយនេះវាក៏ជាការកសាងទំនុកចិត្តមួយដើម្បីសម្រាប់តំណែងយើងទាំងពីរដែរហើយវាក៏ជាមូលហេតុដែលខ្ញុំមិនដែលខ្លាចគ្រោះធម្មជាតិទាំងអស់នោះដែរហើយនាងក៏បានឃើញហើយថាមនុស្សដែលចង់សម្រាប់ខ្ញុំទាំងប្រមាណឥឡូវគេបានទទួលអ្វីដែលគេត្រូវបានទទួលហើយ không rồi hai ខ្ញុំជឿថានាងក៏បានដឹងតាមអ៊ីនធឺណិតហើយដែរថាមូលហេតុដែលធ្វើឲ្យមានព្យុះព្រឺគ្រោះមហន្តរាយទាំងអស់នេះគឺដោយសារតែមានដុំអាចម៍កាយមួយបានធ្លាក់មកប៉ះផែនដីហើយវាក៏ជះវិស្វកម្មជាច្រើនដែលបណ្ដាលឲ្យមានព្រឺកកទូទាំងពិភពលោកនេះខ្ញុំបានដឹងទៀតថាវិស្វកម្មដែលជះមកលើផែនដីនេះវាមិនមែនបង្កតែមានគ្រោះធម្មជាតិដែលធ្វើឲ្យពិភពលោកទាំងមូលត្រូវបានកកនោះទេឥទ្ធិពលរបស់វាក៏ជះមកដល់មនុស្សផងដែរដូចជាខ្ញុំអញ្ចឹងខ្ញុំទទួលឥទ្ធិពលនេះដែលធ្វើឲ្យមនុស្សធម្មតាអាចមានថាមពលពិសេសបានហើយវាក៏ជាករណីមួយដែលកើតមកលើខ្ញុំផងដែរថាមពលដែលខ្ញុំមាននោះគឺ ability of space សមត្ថភាពនេះអាចឲ្យខ្ញុំនឹងយកវត្ថុគ្រប់បែបយ៉ាងទៅទុកនៅកន្លែងមួយហើយក៏អាចយកចេញមកបានគ្រប់ពេលវេលាផងដែរដូច្នេះគ្រឿងផ្គត់ផ្គង់ទាំងឡាយមានទាំងចំណីអាហារហើយនឹងរបស់របរជាច្រើនផ្សេងទៀតគឺខ្ញុំបានរក្សាទុកនៅក្នុងសមត្ថភាពពិសេសរបស់ខ្ញុំទាំងអស់
អញ្ចឹងបើសិនជាក្នុងករណីណាមួយដែលខ្ញុំស្លាប់វត្ថុទាំងអស់នោះគឺនឹងរលាយបាត់ទៅតាមខ្ញុំផងដែរអញ្ចឹងនាងគួរតែយល់ហើយថាបើសិនជាខ្ញុំស្លាប់របស់របរទាំងនោះគឺគ្មាននរណាអាចយកមកប្រើប្រាស់បានទេបើសិនជាខ្ញុំនៅរស់នាងក៏អាចនៅរស់ជាមួយនឹងខ្ញុំបានផងដែរនេះវាគឺជារបស់នាងហើយនាងគឺមិនទាន់បានទទួលការជឿជាក់ពីខ្ញុំ 100% ទេអញ្ចឹងនាងគួរតែដឹងអ្វីដែលត្រូវធ្វើនិងអ្វីដែលមិនត្រូវធ្វើហើយមិនចាំបាច់ខ្ញុំប្រាប់នាងគ្រប់កិច្ចការដែលត្រូវធ្វើនៅក្នុងផ្ទះនេះទេត្រូវទេនាងដឹងហើយថាលូត្រូវបានកកផ្ទះអស់ហើយអញ្ចឹងនៅពេលដែលប្រើបន្ទប់ទឹកត្រូវចាំថាសម្រាមទាំងប្រមាណត្រូវប្រមូលដាក់ក្នុងថង់ផ្លាស្ទិកហើយយើងត្រូវបោះចោលវាទៅតាមទ្វារនៃបង្អួចអញ្ចឹងចាប់ពីពេលនេះទៅភារកិច្ចទាំងអស់នេះគឺនាងជាអ្នកទទួលរ៉ាប់រងទាំងអស់វាគឺជាកាតព្វកិច្ចរបស់នាងដែលត្រូវធ្វើសម្រាប់ផ្លាស់ប្ដូរម្ហូបអាហារហើយនឹងការរស់នៅរាល់ថ្ងៃតើនាងមានអីផ្សេងទៀតសម្រាប់ផ្ដល់ឲ្យខ្ញុំទេអ្នកគ្រូពេទ្យចៅខ្ញុំយល់ថាខ្ញុំនឹងត្រូវធ្វើអីហើយប៉ាស៊ីងសុងថ្ងៃបន្ទាប់នាងមិនទាន់បានភ្ញាក់ទេមើលទៅប្រហែលជាខ្ញុំធ្វើឲ្យនាងអស់កម្លាំងពេកហើយយប់មិញតើនាងចង់ចេញមកក្រៅញ៉ាំអីទេអូខេខ្ញុំនឹងចេញទៅឥឡូវនេះតើនាងញ៉ាំរួចហើយនៅខ្ញុំញ៉ាំមកផងចាស់ទេក៏ប៉ុន្តែញ៉ាំច្រើនពេកវាមិនល្អសម្រាប់កាហ្វេខ្ញុំទេវាអាចធ្វើឲ្យឈឺកាហ្វេបានអញ្ចឹងមានន័យថាញ៉ាំរួចហើយមែនទេមកទីនេះហើយជួយការងារខ្ញុំយើងទៅធ្វើអីណាទៅបាយដុំតកកលេងហ្នឹងណាហេតុអីចាំបាច់ធ្វើរឿងនេះពួកគេគឺបានស្លាប់រួចទៅហើយសម្រាមគឺជាសម្រាមហើយថ្មីត្បិតថាជាសាកសពក៏ដោយក៏យើងត្រូវតែសម្អាតវាចោលដែរម្យ៉ាងទៀតការវាយកំទេចសាកសពដែលស្លាប់ទាំងអស់នេះក៏អាចបង្ហាញទៅកាន់មនុស្សដែលនៅរស់ទាំងឡាយដែលមានបំណងអាក្រក់មកលើយើងថាអ្នកណាគឺជាមនុស្សដែលគួរឲ្យខ្លាចបំផុតអ្នកគ្រូពេទ្យជើនេះគឺជាឱកាសរបស់នាងសម្រាប់បញ្ចេញស្នាដៃអញ្ជើញទេមិនមែនជាលោកទេលោកគឺជាប្រុងប្រយ័ត្នពេកហើយលោកកំពុងតែថតវីដេអូមែនទេមែនហើយខ្ញុំថតវីដេអូគឺដើម្បីបង្ហាញទៅមនុស្សមិនស្មោះត្រង់ទាំងអស់នោះពួកគេត្រូវតែដឹងថាអ្នកណាគឺជាមេគេនៅក្នុងអគារមួយនេះអាបិសាចនោះទីបំផុតវាស្លាប់ហើយទីបំផុតគេស្លាប់ហើយខ្ញុំអាចចេញទៅខាងក្រៅបានហើយអាចង្រៃនោះស្លាប់ហើយល្អមែនតើឈិនហ្វៀងហៅគេបានស្លាប់ហើយចាប់ពីពេលនេះទៅអគារនេះស្ថិតនៅការគ្រប់គ្រងរបស់ខ្ញុំហើយតើឯងសម្រាប់ឈិនហ្វៀងហៅមែនអ្នកពិតជាអស្ចារ្យមែនអរគុណដែលបានកម្ចាត់បិសាចចេញពីទីនេះហ្វៀងយីតើឯងមានម្ហូបនៅសល់នៅក្នុងផ្ទះឯងទៀតទេខ្ញុំពិតជាឃ្លានខ្លាំងណាស់កូនប្រុសកូនស្រីរបស់ខ្ញុំគេបានស្លាប់អស់ហើយប៉ុន្តែខ្ញុំនៅតែមានជីវិតហ្វាងយូឈីងនាងអាចនៅរស់ដល់ថ្ងៃនេះផងហ្វៀងយីឥឡូវលោកគឺនៅជាមួយដុកទ័រចៅមែនហ្វៀងយីឥឡូវឈិនហ្វៀងហៅគេបានស្លាប់ហើយតើអាចឲ្យឈិងអើទៅនៅជាមួយនឹងលោកបានទេលោកបាននិយាយថាឲ្យឈិងអើទៅរស់នៅជាមួយលោកឲ្យមានជីវិតដ៏រីករាយក៏ដូចជាមានម្ហូបហើយនឹងសម្លៀកបំពាក់គ្រប់គ្រាន់ខ្ញុំគឺមិនអនុញ្ញាតឲ្យលោកមានស្រីផ្សេងទេលោកគឺជាកម្មសិទ្ធិរបស់ខ្ញុំអ្វីគ្រប់យ៉ាងរបស់លោកគឺជាកម្មសិទ្ធិរបស់ខ្ញុំអូនាងអត់ទាន់ស្លាប់ទេអីតើលោកគិតថាខ្ញុំស្លាប់មែនអញ្ចឹងទើបលោកអនុញ្ញាតឲ្យស្រីថ្មុកចៅនោះចូលមកក្នុងផ្ទះរបស់លោកតែទេប្រាប់ដល់ហ្វៀងយីខ្ញុំនៅរស់ទេខ្ញុំគឺជាមនុស្សតែម្នាក់ដែលស្រឡាញ់លោកខ្លាំងបំផុតស្រីថ្មុកចៅនោះគឺគ្មានអីទេគាត់ស្រីចង្រៃនោះចេញពីផ្ទះរបស់លោកទៅហើយយើងនឹងរស់នៅជាមួយគ្នាជារៀងរហូតស្រីបិសាចឡើងយើងទៅយើងទៅរស់នៅក្នុងផ្ទះហ្វៀងយីនាងគឺជាមនុស្សម្នាក់ដែលសមតែស្លាប់
នាងធ្វើឲ្យយើងរងទុក្ខវេទនាទាំងអស់នេះខំមកយល់សពទៅថានាងនឹងអាចរស់នៅដោយមានក្តីសុខពួកយើងនឹងទៅនរកទាំងអស់គ្នា ហ៎ ខ្ញុំមិនអាចចាប់ដូចជាពួកគេទេលោកគឺអាចទុកចិត្តខ្ញុំបាន បើសិនជាហ្វាងយូឈីងគេបានឃើញដុកទ័រជៅហើយនឹងខ្ញុំបែបនេះណានាងប្រហែលជាក្តៅដូចបាយពុះមិនខានទេឈីងនាងពិតជាមនុស្សល្អមែនប៉ុន្តែជាអកុសលនាងបានមកយឺតហើយខ្ញុំបានរកឃើញមនុស្សម្នាក់ដែលប្រសើរជាងនាងហើយតើនាងនឹងជូនពរពួកយើងឲ្យស្រឡាញ់គ្នាមានសុភមង្គលទេ ទេអ្នកមិនអាចធ្វើអញ្ចឹងដាក់ខ្ញុំទេជីងស្រឡាញ់លោកជីងស្រឡាញ់លោកខ្លាំងជាងគេនាងគ្រាន់តែបោកបញ្ឆោតលោកទេនាងមិនបានស្រឡាញ់លោកពិតប្រាកដទេឲ្យឱកាសមកខ្ញុំផងឲ្យឱកាសឲ្យខ្ញុំម្ដងខ្ញុំនឹងបញ្ជាក់ថាខ្ញុំជាមនុស្សតែម្នាក់ដែលស្រឡាញ់លោកខ្លាំងបំផុត ទេមិនត្រូវការទេខ្ញុំជាមួយនឹងដុកទ័រជៅពិតជាស្រឡាញ់គ្នាខ្លាំងណាស់ដុកទ័រជៅពិតជាល្អជាងនាងជាច្រើនតើខ្ញុំអាចបោះបង់ដុកទ័រជៅទៅយកនាងមិននឹងកើតទៅតើនាងគិតថាវាស័ក្តិសមទេអនាគតយើងគួរតែឈប់តាក់ទងគ្នាទៅដោយសារតែខ្ញុំខ្លាចអ្នកគ្រូពេទ្យជៅគាត់យល់ច្រឡំមកលើខ្ញុំ ខ្ញុំមិនជឿទេទាំងយីលោកបានតាមស្រឡាញ់ខ្ញុំអស់រយៈពេល2ឆ្នាំមកហើយឥឡូវនេះខ្ញុំព្រមស្រឡាញ់លោកហើយហេតុអីក៏លោកឈប់ស្រឡាញ់ខ្ញុំកំហុសទាំងអស់នេះដោយសារតែស្រីធ្មប់ដុកទ័រចៅនឹងហើយហេតុអីក៏នាងដណ្ដើមខ្ញុំអញ្ចឹងគាត់គឺជារបស់ខ្ញុំទេនាងគឺពិតជាសមនឹងស្លាប់ណាស់ដោយសារតែនាងនឹងហើយខាងយូឈីងវាគឺជាកំហុសរបស់នាងតែនាងមិនដែលស្រឡាញ់អ្នកណាស្មោះទេឥឡូវអ្វីដែលនាងបានធ្វើគឺបានត្រឡប់មករកនាងវិញហើយនាងខំតែទទួលអ្វីដែលកើតឡើងឥឡូវនេះហើយ ខ្ញុំធ្វើបាបនាងគ្រប់គ្រាន់ហើយខ្ញុំមិនគួរខ្វល់ជាមួយនឹងនាងទៀតទេព្រៃម្នាក់នោះមុនក្រោយនាងគង់តែស្លាប់ទេតើអូនគិតថាបងខុសខើទេអូនជឿលើបងអូនជឿថាបងមានមូលហេតុតែបងធ្វើបែបនេះ ល្អហើយដែលអូនយល់តោះដល់ម៉ោងញ៉ាំបាយថ្ងៃត្រង់ហើយយើងអូនជាអ្នកចំអិនវាអញ្ចឹងបងភ្លក់វាមុនសិន សុព្រិលជិតបានចប់ហើយបងប្អូនរបស់ខ្ញុំគេបានប្រាប់ខ្ញុំចាប់ពីពេលនេះទៅអ្នកទាំងអស់គ្នាត្រូវតែស្ដាប់ខ្ញុំបើមិនអញ្ចឹងទេខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាទៅមកជួហើយនឹងបាញ់អ្នកទាំងអស់គ្នាចោលហើយតើអ្នកទាំងអស់គ្នាឮអ្វីដែលខ្ញុំនិយាយអត់ឆាប់យកម្ហូបមកឲ្យខ្ញុំឥឡូវនេះ តែគាត់ពិតជាមិនខ្លាចខ្ញុំតែខ្លាចមកពួកគាត់ទេ ពិតជាចម្លែកណាស់ខ្ញុំបានចាំថាចិនចៀងហៅបានចូលទៅប្លន់ផ្ទះរបស់យាយប៉ែនេះមុនគេវាពិតជាមានរឿងអភូតហេតុកើតឡើងមែនមិនគួរនាងអាចនៅរស់ដល់ឥឡូវនេះទេ ពេលដែលអូនបានទៅមើលចៅរបស់យាមីងលីងគឺអូនអាណិតគេពេកដូច្នេះអូនក៏បានឲ្យម្ហូបអាហារគេខ្លះទៅ អូ ទៅពេលនោះសុព្រិលទៅចាប់ដើមអូនពិតជាមិនដឹងថាវាគឺឆ្ងាយទេអូនគិតថាវានឹងចាប់ក្នុងពេលឆាប់ប៉ុន្តែវាបែរជាអាក្រក់ទៅរហូតដល់ពេលនេះ គ្រាន់តែរឿងប៉ុណ្ណឹងវាមិនមែនជាបញ្ហាទេតែម្ហូបអាហារដែលអូនផ្ដល់ឲ្យនាងបងគិតថាប្រហែលជាប្រើអស់យូរហើយមិនសមថានឹងអាចប្រើមកដល់ឥឡូវនេះទេតើនាងពឹងលើអ្វីដើម្បីរួមបន្តរហូតដល់ឥឡូវនេះទៅ ជាហូចៅរបស់យាមីងលីងគាត់បានស្លាប់ប្រហែលជា10ថ្ងៃហើយដោយសារតែខ្វះថ្នាំ អញ្ចឹងមានន័យថានាងប្រហែលជាយកចៅរបស់នាងធ្វើជាម្ហូបហើយអញ្ចឹងពិតជាសមហេតុផលហើយដែលនាងអាចរួមមកដល់ឥឡូវនេះ ha 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 I believe I can fly I believe I can touch the sky ពេលណាគឺសុព្រិលនេះបានចាប់ទៅណា តែណាទៅដឹងទៅអាកាសធាតុគឺផ្លាស់ប្ដូរហួសពីការគ្រប់គ្រងរបស់មនុស្សអ្វីដែលសំខាន់គឺពួកយើងអាចនៅរស់បាន Uncle you Hello Uncle you ទាំងយីហាហាហាសុខសប្បាយជាទេអី Uncle you មិនបាច់គួរសមទេ
Bà phân thì miên ca ấy lúc dạy tam trăng mau. Bà phân thì nhóm ai chui bán, nhóm nó chia diêm ốc vì mà được hiểu nó mới chui lâu. Ăn kho dú cứ chưa mìnhได้ល្អម្នាក់ក្នុងចំណោមមនុស្សល្អពីរនាក់នៅក្នុងអាគារនេះគាត់គឺជាមនុស្សល្អហើយនឹងស្មោះត្រង់អញ្ចឹងបើសិនជាបានគាត់មកខាងរបស់ខ្ញុំនៅថ្ងៃអនាគតប្រកាសជាល្អ រឿងនេះគឺកូនស្រីរបស់សៅលីមីនាងមានជំងឺគ្រុនក្តៅហើយនៅផ្ទះគឺអត់មានថ្នាំទេខ្លួនរបស់នាងគឺក្រហមអស់ហើយខ្ញុំហើយនឹងម្ដាយរបស់នាងពិតជាបារម្ភខ្លាំងណាស់តើលោកមានថ្នាំនៅទីនោះទេ ăn kho dúនៅ finger ចិត្តពេញមួយជីវិតទៅហើយសឹងលីមីនាងនៅក្មេងហើយមានភាពតាក់ទាញខ្លាំងណាស់ប្រហែលជានាងជាអ្នកធ្វើឲ្យអាំងខយូស្រឡាញ់នាងហើយដូច្នោះអាំងខយូគាត់ប្រហែលជាមិនអាចបកកាយបានទេអូខ្ញុំយល់ហើយមិនអីទេនៅផ្ទះរបស់ខ្ញុំមានថ្នាំ2-3ប្រអប់ដែរលោកអាចមកទីនេះហើយអាចមកយកវាបាន សាំងយីតើខ្ញុំធ្វើយ៉ាងម៉េចដើម្បីអាចសងគុណទៅលោកវិញបាន មិនអីទេលោកបានជួយខ្ញុំច្រើនដងហើយអញ្ចឹងបើសិនជាលោកត្រូវការខ្ញុំលោកគ្រាន់តែប្រាប់ខ្ញុំមកខ្ញុំនឹងជួយលោកដោយមិនស្ទាក់ស្ទើរទេកុំយកចិត្តទុកដាក់អីពួកយើងគឺស្គាល់គ្នាជាយូរឆ្នាំហើយអាំងខយូលោកគឺដូចជាគ្រួសាររបស់ខ្ញុំអញ្ចឹងលោកគឺចិត្តស្និទ្ធជាងពូបង្កើតរបស់ខ្ញុំទៀតកុំគួរសមអីមកទីនេះហើយមកយកថ្នាំមកស៊ីងលីមីនាងពិតជាគួរចាប់អារម្មណ៍មែន នៅក្នុងអាគារទាំងមូលមានតែអាំងខយូទេតែបានស្ដាប់ការណែនាំរបស់ខ្ញុំប្រមូលម្ហូបអាហារទុកទាំងអស់នាងគឺជាមនុស្សតែម្នាក់ដែលរកឃើញវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត តើបងជាមួយនឹងអាំងខយូគឺមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងគ្នាមែនទេ ជួយគាត់នៅថ្ងៃនេះក៏ដូចជាផ្ដល់ប្រយោជន៍ឲ្យខ្លួនឯងនៅថ្ងៃក្រោយដែរអាំងខយូគឺជាមនុស្សដែលមានចិត្តល្អហើយនឹងមានថាមពលម្នាក់បើសិនជាបានគាត់មកខាងយើងនៅថ្ងៃអនាគតប្រកាសជាល្អមិនខានទេណាមួយនៅក្នុងបេះដូងរបស់ខ្ញុំក៏មិនចង់ឲ្យមនុស្សជាតិនៅថ្ងៃណាមួយត្រូវរលាយសាបសូន្យនោះទេនេះគឺជាតម្លៃដែលល្អបំផុត ទាំងយីគឺខ្ញុំតើអ្នកនៅផ្ទះទេ ហេតុអីក៏នាងមកជាមួយដែរណោះតើនេះជាអាំងខយូមែន បាទមែនហើយទាំងយីកូនស្រីរបស់ខ្ញុំមានជំងឺគ្រុនក្តៅហើយសីតុណ្ហភាពគឺមិនព្រមធ្លាក់ចុះសោះតើលោកអាចជួយខ្ញុំបានទេ ណែឆាប់យកថ្នាំនេះទៅឲ្យកូនញ៉ាំទៅនៅពេលនេះមានជំងឺបែបនេះវាមិនមែនជារឿងតូចតាចទេ ទាំងយីអរគុណច្រើនណាស់ទាំងយីខ្ញុំសូមបងតើលោកអាចឲ្យកូនរបស់ខ្ញុំចូលទៅក្នុងផ្ទះរបស់លោកមកផ្លែតបានទេនៅទីនោះគឺមានម៉ាស៊ីនកម្ដៅនឹងអាចធ្វើឲ្យគេមានភាពកក់ក្ដៅបានឯនៅផ្ទះរបស់ពួកយើងវិញគឺពិតជាត្រជាក់ខ្លាំងណាស់កូនរបស់យើងគឺឈឺហើយឥឡូវនេះខ្ញុំខ្លាចតែនាងមិនអាចទ្រាំនឹងភាពត្រជាក់នេះបានទេសូមលោកជួយពួកយើងផង នាងកំពុងតែព្យាយាមទាញប្រយោជន៍ពីស្ថានភាពនេះតើខ្ញុំខ្លាចថាបើសិនជាខ្ញុំឲ្យនាងចូលម្ដាយរបស់នាងប្រកាសជារីករាយនឹងភាពរស់នៅទីនេះអញ្ចឹងនាងប្រកាសជាមិនព្រមចេញទៅវិញទេលីមីនាងដឹងហើយថាអំឡុងពេលនេះខ្ញុំមិនអាចឲ្យអ្នកណាចូលទៅក្នុងផ្ទះរបស់ខ្ញុំបានទេជាពិសេសឥឡូវនេះខ្ជុំថ្មរបស់ពួកយើងគឺចិត្តអស់ហើយដូច្នេះនៅក្រៅទ្វារហើយនៅក្នុងទ្វារសីតុណ្ហភាពគឺវាមិនខុសគ្នាប្រហែលទេ ទាំងយីគេពិតជាខំប្រឹងជួយមកលើពួកយើងហើយគេបានឲ្យថ្នាំសម្រាប់កូនក្មេងមកយើងហើយតោះយើងទៅវិញយើងគ្រាន់តែឲ្យខោអាវក្មេងច្រើនតិចទៅគឺនឹងមិនល្ងាចទៀតទេតើលោកជាមនុស្សប្រុសដឹងអីទៅទារកគឺនៅតូចណាស់វាមិនអាចទ្រាំនៃសីតុណ្ហភាពត្រជាក់បែបនេះបានទេទាំងយីខ្ញុំដឹងថាសំណានេះវាពិតជាមិនសមតិចហើយប៉ុន្តែសូមលោកជួយខ្ញុំផងខ្ញុំគឺគ្មានជំរឿអីផ្សេងទៀតទេជួយកូនរបស់ខ្ញុំក៏ដូចជាជួយប្រាដយូរដែរសូមលោកអនុញ្ញាតឲ្យកូនខ្ញុំនៅក្នុងផ្ទះរបស់លោកមួយរយៈទៅបើសិនជាមុនវិនិច្ឆ័យកម្មនេះកើតឡើងខ្ញុំប្រកាសជាយល់ព្រមហើយប៉ុន្តែឥឡូវអ្នកបានដឹងទៅហើយថាអ្នកទាំងអស់គ្នានៅក្នុងអាគារមួយនេះគឺគេចង់កម្ចាត់ខ្ញុំ
ក៏ដូចជាកាន់កាប់ផ្ទះរបស់ខ្ញុំផងដែរខ្ញុំសង្ឃឹមថាលោកនឹងយល់រឿងមួយនេះអង្គយូ មែនហើយទាំងយីគេពិតជាចិត្តល្អខ្លាំងណាស់សម្រាប់ពួកយើងទៅហើយមើលទៅនៅក្នុងសម័យនេះតើមានអ្នកណាហ៊ានឲ្យឆ្នាំមកយើងតើមានគិតថាឆ្នាំនៅសម័យនេះស្រួលរើមែនប៉ុន្តែគាត់បានឲ្យអ្នកគ្រូពេទ្យជើនៅក្នុងផ្ទះរបស់គាត់ អ្នកគ្រូពេទ្យជើគឺជាសង្សាររបស់ខ្ញុំតើមានសំណួរផ្សេងទៀតទេ ទោះបីជាទាំងយីលើកសំហេតុមួយនេះមកដើម្បីឲ្យសមហេតុផលក៏ដោយក៏មិនតែនៅពេលដែលខ្ញុំបានស្ដាប់ហើយគឺខ្ញុំមានអារម្មណ៍ថាតោះទៅវិញគេបានជួយយើងច្រើនណាស់ទាំងយីគេពិតជាចិត្តល្អណាស់សម្រាប់ពួកយើងកុំធ្វើហួសដែនកំណត់ខ្លាំងពេកខ្ញុំយល់ហើយប៉ុន្តែខ្ញុំធ្វើរឿងនេះការពិតគឺដោយសារតែកូនរបស់ខ្ញុំទេឲ្យខ្ញុំសុំទោសផងទាំងយីខ្ញុំមិនរំខានលោកទៀតទេនិយាយអញ្ចឹងខ្ញុំពិតជាអរគុណខ្លាំងណាស់នៅអ្វីដែលលោកបានធ្វើនៅពេលនេះ មិនអីទេខ្ញុំយល់នៅក្នុងស្ថានភាពបែបនេះមនុស្សគ្រប់គ្នាគួរតែយកយល់គ្នាទៅវិញទៅមកឲ្យបានច្រើនហើយសឹងលីមីម្នាក់នេះពិតជានាំបញ្ហាមកឲ្យខ្ញុំមែន នេះគ្រាន់តែជាការសម្ដែងរបស់នាងទេមែនទេ ពិតប្រាកដខ្លាំងណាស់ទោះជាយ៉ាងណាក៏ដោយខ្ញុំជាមួយនឹងអង្គយូពិតជាមានទំនាក់ទំនងល្អនឹងគ្នាខ្ញុំមិនចង់ឲ្យនាងជាអ្នកបង្កមូលហេតុដែលធ្វើឲ្យយើងមានបញ្ហានឹងគ្នានោះទេព្រោះថ្ងៃណាមួយនាងអាចជាមូលហេតុដែលធ្វើបាបខ្ញុំផងក៏មិនដឹង តើនាងអាចធ្វើរឿងបែបនេះដោយវិធីណាទៅហេតុអីក៏នាងសូមឲ្យអ្នកផ្សេងទៅថែរក្សាកូនរបស់នាងទៅវិញអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើនេះគឺមិនមែនដោយសារតែកូនទេអីបើសិនជាមានរឿងអីកើតឡើងទៅកូនស្រីរបស់ខ្ញុំខ្ញុំគ្មានមូលហេតុសម្រាប់រស់នៅតទៀតទេខ្ញុំយល់ក៏មិនតែក្នុងនាមជាមនុស្សម្នាក់យើងក៏ត្រូវតែចេះដឹងគុណគេដែលគេធ្វើល្អមកលើយើងដែរបើសិនជាគ្មានប្រាំងយីទេខ្ញុំក៏មិនបានប្រមូលមហូបយកមកទុកខ្លះដែរដូចនោះខ្ញុំក៏មិនអាចរស់នៅដល់ឥឡូវដែរនៅថ្ងៃអនាគតខ្ញុំត្រូវតែរកវិធីដើម្បីតបស្នងនៅអំពើល្អដែលប្រាំងយីបានធ្វើមកលើខ្ញុំនិយាយតាមត្រង់ទៅខ្ញុំគិតថាលោកមិនបាច់ចាំបាច់ទៅដឹងគុណប្រាំងយីអីទេពីព្រោះអំបញ្ញមិញលោកបានឃើញហើយគេនៅតែប្រយ័ត្នចំពោះពួកយើងតើត្រូវអត់តើនេះមានន័យថាម៉េចអ្នកណាជាអ្នកជួយយើងអំបញ្ញមិញតើចុងក្រោយវាបាច់ជាចង់ក្បត់គេមែនទេខ្ញុំមិននិយាយរឿងមិនសមហេតុផលទេខ្ញុំគ្រាន់តែគិតថាគាត់បានជួយយើងមែនប៉ុន្តែវាក៏គ្មានតម្លៃអីច្រើនដែរវាគ្រាន់តែជាថ្នាំមួយចំនួនតែប៉ុណ្ណោះតែគាត់មិនបានទុកចិត្តយើងឲ្យយើងចូលទៅក្នុងផ្ទះរបស់គាត់ផងប្រហែលជាគាត់មានបំណងក្នុងការជួយយើងរឿងតិចតួចមួយនេះហើយនៅសង្ឃឹមថាថ្ងៃណាមួយយើងនឹងសងគុណត្រឡប់ទៅគាត់វិញច្រើនជាងមុនប្រសិនបើគាត់ជាមនុស្សល្អពិតប្រាកដមែនតើគាត់អាចលើកដៃសម្រាប់អ្នកជិតខាងជាច្រើនដោយរបៀបណាម្យ៉ាងទៀតផ្ទះរបស់គាត់ពិតជាធំដល់ថ្នាក់ឲ្យយើង3នាក់អាចរស់នៅបានតើហេតុផលអីគ្រប់គ្រាន់ហើយបានហើយជុំនិយាយរឿងបែបនេះទៀតនៅពេលអនាគតទៅសូម្បីតែមនុស្សដែលធ្វើល្អមកកាន់យើងក៏យើងមិនដឹងគុណគេដែរតើយើងជាមនុស្សប្រភេទណាទៅសុំទោសវាគឺជាកំហុសរបស់ខ្ញុំក៏ប៉ុន្តែខ្ញុំធ្វើរឿងនេះនិយាយរឿងនេះគឺគ្រាន់តែដើម្បីយើងទាំងអស់គ្នាតែប៉ុណ្ណោះពីព្រោះនៅក្នុងសម័យកាលនេះបើយើងមិនចេះប្រុងប្រយ័ត្នខ្លួនទេតើនឹងមានរឿងកើតឡើងយប់នេះខ្ញុំនឹងទៅគេនៅទទួលភ្ញៀវហើយអញ្ចឹងភួយនេះនាងនិងកូននាងគឺចែកគ្នាទៅ10ទៅខ្ញុំនឹងបញ្ញាប់យកភួយរបស់លោកមកបន្ថែមទៀតបានភួយ2ក៏ល្អម្យ៉ាងដែរខ្ញុំមិនអាចបោះបង់ឱកាសមួយនេះបានទេខ្ញុំត្រូវតែចាប់យកឱកាសមួយនេះដើម្បីចូលទៅនៅក្នុងផ្ទះប្រាំងយីឲ្យបានកូនសម្លាញ់ម៉ាក់នឹងធ្វើរឿងគ្រប់បែបយ៉ាងនឹងលះបង់តម្លៃអ្វីក៏ដោយឲ្យតែយើងទាំងពីរនាក់អាចរស់នៅជាមួយគ្នាបាន